ចិត្តដែលល្អស្អាតរមែងមើលឃើញសេចក្តីល្អរបស់អ្នកដទៃវាជារឿងគួរឲ្យគិតម្យ៉ាងដែរត្រង់មនុស្សយើងចូលចិត្តមើលផ្កាចូលចិត្តមើលរូបស្អាតផ្សេងប៉ុន្តែបែរជាមិនចង់មើលសេចក្តីល្អរបស់អ្នកដទៃចំណែកឯលាមកជាដើមជារបស់ស្មោកគ្រោកមិនត្រូវការមើលទេគ្មានអ្នកណាចង់មើលទេប៉ុន្តែបែរជាចូលចិត្តសម្លឹងមើលសេចក្តីអាក្រក់លាមករបស់អ្នកដទៃទៅវិញបើយើងរៀនបើកចិត្តឲ្យទូលាយបានព្រមទទួលយកគ្រប់រឿងទាំងអស់ដែលចូលមកដល់ជីវិតរបស់យើងដោយកំណត់យកត្រង់ការពិតដូច្នេះយើងពិតជាមានជីវិតធូរស្រាលព្រោះមានតែបរមត្ថធម៌ប៉ុណ្ណោះ